ថ្ងៃនេះអ្នកអាចមានការ texter ការមិនប្រកបចិត្តឬអារម្មណ៍ថាខ្លួនឯងមិនមានអ្វីពិសេសនោះទេតែសូមចាំថាមួយឆ្នាំក្រោយពីថ្ងៃនេះអ្នកនឹងងាកមកមើលហើយនឹកស្រមៃថាថ្ងៃនេះហើយដែលខ្ញុំបានសម្រេចចិត្តចាប់ដើមមិនចាំបាច់ធ្វើអ្វីធំពេកទេការចាប់ដើមតូចៗដំបូងគឺជាអ្វីដែលធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរកុំឲ្យថ្ងៃនេះក្លាយជាថ្ងៃដែលបាត់បង់ដោយគ្មានអត្ថន័យចាប់ដើមឥឡូវនេះហើយឲ្យខ្លួនឯងមានឱកាសបង្កើតអនាគតថ្មីមនុស្សជោគជ័យមិនមកពីអ្វីធំៗដែលពួកគេធ្វើម្ដងទេពួកគេមកពីអ្វីតូចៗដែលធ្វើរៀងរាល់ថ្ងៃសូម្បីតែជំហានតូចៗដូចជាអាន5នាទីធ្វើលំហាត់ខ្លះៗឬរៀនជំនាញមួយទាំងនេះនឹងបង្ក្រាបជីវិតអ្នកឲ្យកាន់តែប្រសើរមួយឆ្នាំក្រោយអ្នកនឹងមើលទៅលបមកហើយមានអារម្មណ៍អរគុណចំពោះខ្លួនឯងដែលមិនបានបោះបង់ការខិតខំតិចៗលើកលែងស្មារតីជារៀងរាល់ថ្ងៃនឹងក្លាយជាថាមពលធំមួយក្នុងជីវិតអ្នកមានថ្ងៃខ្លះដែលអ្នកនឹងមិនមានកម្លាំងទេពិតៗមានថ្ងៃដែលអ្នកចង់បោះបង់ក៏ពិតតែសូមចាំមនុស្សដែលរកឃើញជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាក់ទេតែជាមនុស្សដែលគ្រាន់តែកើតឡើងវិញរៀងរាល់ដងពេលអ្នកជួបបញ្ហានោះជាអតិបង្រៀនពេលអ្នកធ្លាក់នោះជាពេលដែលអ្នកអាចរៀនកាច់ទិសថ្មីមួយឆ្នាំក្រោយអ្នកនឹងមានទឹកមុខញញឹមហើយនឹកស្រមៃថាសំណាងល្អដែលថ្ងៃនោះខ្ញុំមិនបោះបង់សេចក្តីសង្ឃឹមអាចធ្វើឲ្យអ្នកចាប់ផ្ដើមតែវិន័យទៅជាកម្លាំងដែលនាំឲ្យអ្នកបញ្ចប់មិនចាំបាច់ត្រូវលឿនទេគ្រាន់តែធ្វើបន្តគឺគ្រប់គ្រាន់សូម្បីតែអ្នកចាប់ផ្ដើមយឺតក៏ល្អជាងមិនចាប់ផ្ដើមដែរមួយឆ្នាំក្រោយអ្នកនឹងមើលឃើញខ្លួនឯងកាន់តែប៉ិនប្រសើរកាន់តែរឹងមាំនិងកាន់តែមានតម្លៃការលូតលាស់មិនមកពីភាពងាយស្រួលទេវាមកពីការតស៊ូការអនុវត្តនិងការមិនបោះបង់ចាំមើលខ្លួនឯងក្នុងមួយឆ្នាំក្រោយអ្នកអាចក្លាយជាមនុស្សចង់បានអ្នកអាចនៅកន្លែងថ្មីប្រោកថ្មីឬបង្កើតជីវិតថ្មីទាំងស្រុងប៉ុន្តែទាំងអស់នេះនឹងមិនកើតឡើងប្រសិនបើអ្នកមិនចាប់ផ្ដើមថ្ងៃនេះកុំចាំរហូតដល់ថ្ងៃស្អែកកុំចាំឲ្យពេលល្អមកដល់ពេលល្អបំផុតគឺឥឡូវនេះចាប់ផ្ដើមជំហានតូចៗបន្តទៅនឹងមួយឆ្នាំក្រោយអ្នកនឹងអរគុណចំពោះការខិតខំរបស់ថ្ងៃនេះនេះជាថ្ងៃដែលអនាគតរបស់អ្នកចាប់ផ្ដើម